ចាបងប្អូនទាំងអស់គ្នាយើងគួរតែដោះលែងខ្លួនឯងនេះក្នុងគុកនៃអតីតកាលចាបងប្អូនតែងតែយករឿងត្រីរ៉ាវអតីតកាលជាច្រើនយកមករំលឹកនឹកហើយនឹកទៀតនឹកហើយនឹកទៀតចានេះហើយគឺយើងមិនអាចបំភ្លេចនៅអតីតកាលរបស់យើងបានអញ្ចឹងយើងគួរតែបំភ្លេចនៅអតីតកាលដែលការរំលឹកនៅអ្វីៗដែលយើងនឹកឃើញហើយនឹកឃើញទៀតនឹកឃើញហើយនឹកឃើញទៀតនោះវានាំឲ្យយើងជួបតែរឿងរ៉ាវទាំងអស់នោះមកក្នុងជីវិតរបស់យើងវិញអញ្ចឹងបងប្អូនទាំងអស់គ្នាគួរតែជឿលើខ្លួនឯងជឿលើគោលដៅជឿលើសេចក្តីប្រាថ្នាជឿជាក់ថាអនាគតរបស់យើងគឺល្អចាអ្វីៗគ្រប់យ៉ាងយើងនឹងដោះស្រាយទៅដោយរលូនចាគឺគ្រប់យ៉ាងវាគ្រាន់តែជាតេស្តគ្រប់យ៉ាងវាគ្រាន់តែជាបទពិសោធន៍ដែលធ្វើឲ្យយើងអស្ចារ្យជាងមុនប្រកែកជាងមុនឆ្លាតជាងមុនចាជឿជាក់លើគោលដៅជឿជាក់លើសេចក្តីប្រាថ្នាជឿជាក់លើការគិតរបស់ខ្លួនឯងចាអញ្ចឹងបងប្អូនត្រូវតែរៀនចាប់តាមដានចាប់ចិត្តចាប់គំនិតការគិតរបស់យើងបងប្អូនការគិតរបស់យើងមួយថ្ងៃគិតច្រើនខ្លាំងមែនទែនអញ្ចឹងបងប្អូនគួរតែរៀនចាប់នៅចិត្តគំនិតការគិតរបស់ខ្លួនឯងចាតើបងប្អូនគិតអ្វីខ្លះចាចាប់សតិដឹងបងប្អូនចាពេលដែលយើងយល់ពីខ្លួនឯងស្គាល់ខ្លួនឯងច្បាស់បងប្អូននឹងលែងខ្វល់ពីសម្ដីអ្នកដទៃលែងខ្វល់ពីអ្វីៗដែលនៅជុំវិញខ្លួនរបស់យើងចាគឺយើងខ្វល់ខ្វាយទៅនឹងគោលដៅខ្វល់ខ្វាយនឹងយើងចេះចាប់ចិត្តចាប់គំនិតការគិតរបស់យើងចេះអឺយល់ដឹងពីខ្លួនឯងបងប្អូនលែងចេះខឹងលែងចេះស្អប់លែងចេះមួម៉ៅចាអ្វីៗគ្រប់យ៉ាងយើងអាចលើកលែងឲ្យគេបានគ្រប់យ៉ាងទោះបីជាយើងកំពុងតែជួបបញ្ហាជួបបទពិសោធន៍ក៏យើងអត់មានអារម្មណ៍ថាមួម៉ៅក្តៅក្រហាយខឹងស្អប់ឬក៏ធុញថប់ដែរបងប្អូនចាគឺយើងអាចនៅរស់នៅដោយមានក្តីសុខមានក្តីសុខមានស្នាមញញឹមមានភាពរីករាយឲ្យខ្លួនឯងគ្រប់ពេលគ្រប់វេលាចាអរគុណបងប្អូនគ្នាចែករំលែកដោយក្តីស្រឡាញ់ពីខ្ញុំគុណ